ថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបនៃការប្រើប្រាស់ drone DJI Mini 3នៅពេលដែលយើងបិទ tele ឬក៏យើងអស់ថ្ម tele ណាឬក៏ drone អស់ថ្មវានឹងវិលត្រឡប់មកសភាពដើមឬក៏ទីតាំងដើមដែលយើងគូនេះអញ្ចឹងខ្ញុំនឹងគូនៅចំណុចនេះណាឃើញទេអញ្ចឹងឥឡូវយើងចាប់ផ្ដើម start drone អូខេបន្ទាប់មកខ្ញុំនឹងចាប់ផ្ដើម start នៅលើ tele ផងដែរឲ្យវាហោះនៅពេលដែលវាហោះបានចន្លោះពី30ទៅ50ម៉ែត្រខ្ញុំនឹងឲ្យវាហោះមកទីតាំងដើមវិញអញ្ចឹងយើងនឹងចាប់ផ្ដើមទៅនៃចូលដ្រូនណាអញ្ចឹងយើងមើលឥឡូវវាចូលហើយអញ្ចឹងអូខេវាចូលហើយឥឡូវខ្ញុំនឹងបញ្ជាឲ្យដ្រូនហ្នឹងវាហោះមកវិញដោយសារតែឥឡូវវានៅសំកាំងក្នុងមេឃកម្ពស់26ហើយនឹងប្រវែង54ម៉ែត្រអញ្ចឹងយើងនឹងឲ្យដ្រូនហោះនៅលើអាកាសនោះមកវិញអញ្ចឹងមើលទៅខ្ញុំនឹងចុចបិទ tele យកហ្មងអញ្ចឹងចាំមើលវាថាវានឹងធ្វើសភាពការបែបម៉េចដែលវាត្រូវត្រឡប់មកទីតាំងដើមឬក៏មិនអញ្ចឹងមើលណាវាកំពុងតែហោះហើយអញ្ចឹងយើងតេស្តមើលវាតិចទៅចង់ដឹងនេះហោះមកចាប់បានកាំងអញ្ចឹងខ្ញុំមើលវាមិនយើងបុកពោះតិចទៅវាដល់វាហោះមកវិញឬក៏មិនតែវាកំពុងតែវេហើយអញ្ចឹងឥឡូវយើងមើលនេះកំពុងហោះមកនេះអញ្ចឹងនេះយើងមើលទៅចាំមើលវាមិនអស់កង់ទិញចាញ់ទៅអស់វាទៅឥឡូវយើងមើលមកវាសង្កាំងចុះមកទីតាំងដើមឬក៏អត់អូខេឥឡូវវាចុះមកតែវាអត់ទាន់ take off ទេអូខេឥឡូវដ្រូននេះបន្ទាប់ពីយើងបិទថ្ម tele គឺវាត្រឡប់មកទីតាំងដើមវាវិញហើយអូខេអញ្ចឹងប្រភេទ DJI Mini 3 Mini 2 SE Mini 2គឺវាមាន option បែបហ្នឹងអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាលេងអស់ថ្មគឺវា drone ហ្នឹងនឹងត្រឡប់មកកាន់ទីតាំងដើមឲ្យយើងដើម្បីរក្សាទុកឲ្យយើងប្រើប្រាស់នៅពេលបន្តទៀតអូខេ